វីដេអូនេះសម្រាប់ការបង្កើត General Bill សូមចុចទៅលើ Quick Access បន្ទាប់មកទៀតយកពាក្យ Create Bill បន្ទាប់មកជ្រើសយក General Bill ដែលជាចំណាយទូទៅវាលេខ Bill បន្ទាប់មកជ្រើសរើសឈ្មោះអ្នកផ្គត់ផ្គង់បំពេញលេខ Invoice ចំពោះសញ្ញាផ្កាយទាំងអស់ពណ៌ក្រហមគឺតម្រូវឲ្យបំពេញព័ត៌មានជាដាច់ខាតសូមបំពេញកាលបរិច្ឆេទនៃការចំណាយនោះបន្ទាប់មកជ្រើសរើសយកពាក្យ Add Line រួចជ្រើសរើស Chart Account ដែលត្រឹមត្រូវសម្រាប់ការចំណាយនោះផងដែរបំពេញ Description ចំនួននិង Tax Rate VAT 0% ឬក៏10%បើសិនជាការចំណាយនោះមានចាប់ពី2គឺយើងត្រូវចុចកន្លែងសញ្ញាបូកនេះដើម្បី Add Line រួចបំពេញព័ត៌មានផ្សេងបំពេញ Memo បើមានឯកសារផ្សេងអាចដាក់នៅកន្លែង attachment នេះបានពិនិត្យមើលការបំពេញម្ដងទៀតរួចមកជ្រើសរើស Pixel និង Add New ឬក៏បោះយកតែម្ដងសម្រាប់កញ្ចប់$45ត្រូវការឆ្លងកាត់ Approval Process ដូចនេះការ Create General Bill បានរួចរាល់